អង្គការសូវីរៈកាន់បិចចុះហត្ថលេខាទិញដីជិត9ហិកតាដើម្បីបង្កើតទិសដៅទេសចរណ៍ស្តង់ដារពិភពលោកជំរុញកំណើនសេដ្ឋកិច្ចជាតិអ្នកអង្គការសូវីរៈអគ្គនាយកក្រុមហ៊ុនវីរៈបុនថាំ Express នៅថ្ងៃទី10ខែមីនាឆ្នាំ2025បានកាន់បិចចុះហត្ថលេខាជាមួយនឹងក្រុមហ៊ុន Cotal City Development Group លើកិច្ចសន្យាទិញដីទំហំ 8.5 ហិកតាដើម្បីអភិវឌ្ឍ Royal Beach Resort, Seaplane Station និង Marina នៅតារាសាគរខេត្តកោះកុងពិធីនេះមានការអញ្ជើញជ្រួងពីសំណាក់ថ្នាក់ដឹកនាំសំខាន់ៗរបស់ក្រុមហ៊ុនទាំងពីរផងដែរដោយរបៀបវារៈសំខាន់នៅក្នុងកម្មវិធីបានបង្ហាញពីចក្ខុវិស័យរួមនៅក្នុងការលើកកម្ពស់ឧស្សាហកម្មទេសចរណ៍កម្ពុជាតាមការបញ្ជាក់ពីអ្នកអង្គការសូវីរៈគោលដៅធំបំផុតនៃការចុះកិច្ចសន្យាទិញដីដើម្បីអភិវឌ្ឍ Royal Beach Resort, Seaplane Station និង Marina នាពេលនេះគឺធ្វើឡើងនៅក្នុងគោលបំណងចូលរួមបង្កើតផលិតផលទេសចរណ៍ជំរុញកំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាជាមួយនឹងរាជរដ្ឋាភិបាលអ្នកអង្គការបានបន្ថែមថាកិច្ចសហការនាពេលនេះក៏នឹងផ្ដល់ប្រយោជន៍ជាច្រើនជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់និងប្រយោលផងដែរដោយនឹងបង្កើតការងារជាច្រើនដល់សហគមន៍នៅក្នុងតំបន់សូមបញ្ជាក់ជូនថានេះជាជំហានសំខាន់ក្នុងកិច្ចសហការយុទ្ធសាស្ត្រដែលមានបំណងបង្កើតទិសដៅទេសចរណ៍ស្តង់ដារពិភពលោកដែលរួមបញ្ចូលនូវវប្បធម៌ការពារបរិស្ថាននិងសេវាកម្មទេសចរណ៍កម្រិតខ្ពស់